Bà video nàyคือខ្ញុំបង្ហាញពីការគូសជ្រីនៅក្នុងកម្មវិធីមួយឈ្មោះ SketchUp បាទអញ្ចឹងយើងយក retain call tool នេះមកហើយតើមកយើងគូស4ជ្រុងចោលសិនបាទខ្ញុំដាក់ចោលចេញមកតើមកខ្ញុំ zoom វាតិចមកបាទកើតចូលមកហើយតើមកខ្ញុំយក pen line គូ line ដើម្បីយក line tool នេះដើម្បីគូសបាទជាទូទៅយើងប្រើកន្លែង map វាដើម្បីគូសកំណត់ map វាសិនក៏បានប៉ុន្តែយើងកុំឲ្យវែងយើងគូសធម្មតាស្មានយកមកទៅបាទតើមកខ្ញុំចូលមកក្រោមនេះបាទតម្លាក់ប៉ុណ្ណាមកតើមកបាទនេះគូសស្មានធម្មតាណាបាទតើមកតម្លាក់ចុះក្រោមប៉ុណ្ណាមកបាទទៅចឹងបាទចឹងខ្ញុំតម្លាក់ដល់ក្រោមបាទហើយតើមកទៀតខ្ញុំយក tool unit point tool នេះតើមកខ្ញុំចុចចំណុចខាងលើនេះឲ្យចេញសញ្ញា point មកចុះមកចុងក្រោមរត់មកកណ្ដាលមកអញ្ចឹងយើងចង់បានបែបចូលក្នុងឬក៏ចេញក្រៅបាទអញ្ចឹងយើងឧទាហរណ៍ខ្ញុំដាក់ចេញក្រៅមួយសិនចាស់ឧទាហរណ៍ណាបាទអញ្ចឹងយើងចុចឧទាហរណ៍ទៅបាទតើមកយើងយក tool នេះកាត់ចោលអ្វីដែលសល់ហ្នឹងយើងកាត់ចោលបាទយើងកាត់ចោលកន្លែងនេះកុំឲ្យយើងក្រាស់ពេកយើងទាញវាកន្តិចមកហើយនេះកុំឲ្យវែងពេកយើងអាចទាញប៉ុណ្ណាបាទចាំមកយើងពវល់វាបាទហើយយកកន្លែងពុះវាមកបាទអញ្ចឹងយើងចង់បានប្រវែងណាយើងអាចទាញបានបាទនេះអញ្ចឹងកាត់ជ្រីបាទជ្រីនេះយើងចង់បានប្រវែងណាក៏បានយើងទាញមកកាត់ជ្រីនេះរបៀបធ្វើជីនៅក្នុងSketchUpបាទ